េត្តកំពង់ស្ពឺប្រារព្ធទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក5មិថុនាខួបលើកទី30ក្រោមប្រធានបទសំណល់សូន្យមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺបានរៀបចំពិធីប្រារព្ធទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោក5មិថុនាខួបលើកទី30ក្រោមប្រធានបទសំណល់សូន្យយ៉ាងមហោឡារិកក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងនិងការចូលរួមថែរក្សាអនាម័យបរិស្ថាននាព្រឹកថ្ងៃទី11ខែមិថុនាឆ្នាំ2026នេះពិធីនេះបានប្រារព្ធធ្វើឡើងនៅក្នុងបរិវេណសួនសម្ដេចព្រះសង្ឃរាជជួនណាតស្ថិតនៅភូមិទួលគោសង្កាត់ច្បារមនក្រុងច្បារមនខេត្តកំពង់ស្ពឺក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមហ៊ុនភក្តីអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺក្នុងព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះដែរក៏មានការអញ្ជើញចូលរួមពីលោកប្រធានមន្ត្រីបរិស្ថានខេត្តប្រធានមន្ត្រីអង្គភាពនានាជុំវិញខេត្តកងកម្លាំងប្រដាប់អាវុធទាំង3ប្រភេទតំណាងមកពីរដ្ឋបាលក្រុងនិងរដ្ឋបាលស្រុកទាំង9ព្រមទាំងលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សយ៉ាងច្រើនកកសរុបប្រមាណជា1160នាក់ប្រធានបទសំណល់សូន្យដែលបានលើកយកមកប្រារព្ធនៅក្នុងឆ្នាំនេះគឺជាការអំពាវនាវនិងជំរុញឲ្យមានការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋគ្រប់រូបក្នុងការកាត់បន្ថយការបង្កើតកាកសំណល់ដោយផ្ដោតលើការអនុវត្តគោលការណ៍កាត់បន្ថយការប្រើប្រាស់ឡើងវិញនិងការកែច្នៃតាមរយៈយុទ្ធនាការនេះរដ្ឋបាលខេត្តនិងមន្ទីរជំនាញមានគោលបំណងធានាឲ្យបាននៅទីក្រុងស្អាតគ្មានការបោះចោលសម្រាមពាសវាលពាសកាលនិងការគ្រប់គ្រងកាកសំណល់រឹងផ្លាស្ទិកប្រកបដោយចីរភាពវត្តមានយ៉ាងច្រើនកករបស់សិស្សានុសិស្សនិងតំណាងគ្រប់លំដាប់ថ្នាក់នៅក្នុងពិធីនេះបានបង្ហាញពីស្មារតីសាមគ្គីភាពនិងការបដិញ្ញាចិត្តរួមគ្នារបស់មន្ត្រីរាជការកងកម្លាំងនិងប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺទាំងមូលក្នុងការចូលរួមសម្អាតបរិស្ថាននិងបង្កើតការរស់នៅប្រកបដោយភាពបៃតងសម្រាប់យុវជនជំនាន់ក្រោយ។